ជីវិតរបស់មនុស្សយើងម្នាក់ៗតែងតែមានរដូវកាលផ្សេងៗពេលខ្លះយើងជួបរឿងសប្បាយរីករាយពេលខ្លះព្រះឆ្លើយតបនូវសេចក្តីអធិដ្ឋានហើយពេលខ្លះទៀតយើងមានសេចក្តីសុខសាន្តយើងមានអំណរប៉ុន្តែមានរដូវកាលខ្លះទៀតយើងបានជួបនូវភាពឈឺចាប់ជំងឺហើយយើងជួបនូវភាពឯកាឬរឿងរ៉ាវផ្សេងៗទៀតប្រហែលជាអស់លោកអ្នកបងប្អូនកំពុងតែជួបស្ថានភាពណាមួយនៅក្នុងចំណោមស្ថានភាពទាំងអស់នេះប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថាព្រះគង់នៅជាមួយអស់លោកអ្នកបងប្អូនទាំងអស់គ្នាគ្រប់រដូវកាលទាំងអស់ពេលនេះមិនមែនអ្នកកំពុងតែដើរម្នាក់ឯងទេនៅក្នុងព្រះគម្ពីរអេសាយចំពុក41ខ10បាននិយាយថាកុំឲ្យភ័យខ្លាចឡើយត្បិតអញនៅជាមួយនឹងឯងកុំឲ្យទ្រយុទ្ធចិត្តឲ្យសោះពីព្រោះអញជាព្រះនៃឯងអញនឹងចម្រើនកម្លាំងដល់ឯងអញនឹងជួយឯងអញនឹងទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់អញនេះមិនមែនគ្រាន់តែជាពាក្យកំសាន្តទេតែជាសេចក្តីសន្យារបស់ព្រះទ្រង់មិនបោះបង់យើងទេនៅក្នុងគ្រាដែលយើងមានទុក្ខលំបាកព្រះអង្គយាងជាមួយយើងដូចជាព្រះអង្គគង់នៅជាមួយយូសាពេលដែលគាត់នៅក្នុងគុកព្រះអង្គគង់នៅជាមួយយើងដូចជាពេលព្រះអង្គនៅជាមួយដាវីតនៅឯវីរហោស្ថានហើយព្រះអង្គគង់នៅជាមួយយើងដូចជាពេលដែលព្រះអង្គគង់នៅជាមួយនឹងដានីយ៉ែលនៅក្នុងរូងសឹងដែរប្រហែលជាអត់អ្នកបងប្អូនខ្លះធ្លាប់អធិដ្ឋានសុំអ្វីមួយប៉ុន្តែអស់រយៈពេលយ៉ាងយូរហើយវានៅតែអត់ទាន់មានការផ្លាស់ប្ដូរអ្វីទាំងអស់ប្រហែលជាអស់អ្នកបងប្អូនមានអារម្មណ៍ថាហត់នឿយហើយពេលខ្លះអស់អ្នកបងប្អូនហត់នឿយទាំងអារម្មណ៍ទាំងវិញ្ញាណឬក៏រូបកាយអស់អ្នកបងប្អូនទាំងគ្នាប៉ុន្តែនៅក្នុងវេលានេះអស់អ្នកបងប្អូនសូមចាំថារដូវកាលបែបនេះវាមិនអាចនៅជាមួយអស់អ្នកបងប្អូនជារៀងរហូតឡើយមានតែសេចក្តីស្រឡាញ់របស់ព្រះទេដែលនៅស្ថិតស្ថេរជារៀងរហូតព្រះជាម្ចាស់ទ្រង់ទតឃើញទឹកភ្នែករបស់អស់លោកអ្នកបងប្អូនទាំងអស់គ្នាទ្រង់ជ្រាបពីដួងចិត្តរបស់អស់លោកអ្នកបងប្អូនទ្រង់មិនដែលនៅឆ្ងាយពីអស់លោកអ្នកបងប្អូនទេហើយទ្រង់នៅជិតជាងអ្វីដែលអស់លោកអ្នកបងប្អូនគិតទៅទៀតជួនកាលយើងមិនយល់ថាហេតុអ្វីបានជាយើងត្រូវឆ្លងកាត់រឿងរ៉ាវបែបនេះប៉ុន្តែយើងអាចទុកចិត្តពីសេចក្តីពិតមួយនេះគឺថាព្រះមិនដែលកំណាញ់នៅរដូវកាលល្អៗទេទ្រង់កំពុងតែធ្វើការទោះបីជាយើងមើលមិនឃើញក៏ដោយអញ្ចឹងថ្ងៃនេះសូមអស់លោកអ្នកបងប្អូនទទួលយកនូវភាពក្លាហានព្រះមិនដែលភ្លេចអស់លោកអ្នកបងប្អូនទេហើយអស់លោកអ្នកបងប្អូនក៏មិនដែលនៅម្នាក់ឯងដែរព្រះទ្រង់តែងតែគង់នៅជាមួយនឹងអស់លោកអ្នកបងប្អូនសូមអស់លោកអ្នកបងប្អូនមានសេចក្តីអំណរនៅក្នុងទុក្ខលំបាកសូមអស់លោកអ្នកបងប្អូនមានសេចក្តីអំណរនៅក្នុងពេលទុក្ខលំបាកឬក៏ពេលដែលមានកម្លាំងឬក៏ពេលដែលទុនខ្សោយក៏ដោយគ្រប់ពេលសូមនៅតែមានសេចក្តីអំណរជានិច្ចសូមនៅតែស្មោះត្រង់ហើយនៅតែបន្តជីវិតអស់លោកអ្នកបងប្អូនជាមួយគ្នាដើរទៅជាមួយនឹងព្រះជាម្ចាស់រដូវកាលនីមួយៗត្រូវបានផ្លាស់ប្ដូរតែព្រះវត្តមានរបស់ព្រះមិនដែលទៅចោលអស់លោកអ្នកបងប្អូនទេប្រសិនបើសារនៅថ្ងៃនេះបានលើកទឹកចិត្តអស់លោកអ្នកបងប្អូនទាំងអស់គ្នាសូមចំណាយពេលចែកចាយសារមួយនេះទៅកាន់មនុស្សផ្សេងទៀតដែលអស់លោកអ្នកបងប្អូនគិតថាពួកគាត់កំពុងតែត្រូវការលើកទឹកចិត្តដោយអស់លោកអ្នកបងប្អូនដែរសូមចាំថាអស់លោកអ្នកបងប្អូនមិននៅម្នាក់ឯងទេព្រះគង់នៅជាមួយនឹងអស់លោកអ្នកបងប្អូនទាំងអស់គ្នាសូមព្រះប្រទានពរ